យើងសម្រាប់ក្នុងការញ៉ាំអាហារពេលល្ងាចពេលដែលបងធ្វើដំណើរមកដល់ខាងមណ្ឌលគិរីនេះភ្លាមបងមានចំណាប់អារម្មណ៍បែបណាដែរសេដ្ឋភាពគឺស្អាតហើយមកជាមួយក្រុមការងារគឺក្រុមការងារគាត់យកចិត្តទុកដាក់តាមបទពិសោធន៍ថ្មីគឺឡានឬពិសេសគឺថងឡានយើងគឺមានដូចថាផាសុខភាពក្នុងការធ្វើដំណើរផ្លូវឆ្ងាយចាអញ្ចឹងគឺជិះទោះជាយូរប៉ុណ្ណាក៏អូខេគឺល្បីជាដំបូងសូមគ្រប់ទៅដល់អង្គពិធីមូលសូមគ្រប់លោកអ្នកតំណាងក្រុមនៅក្នុងសាមរម្យរដ្ឋបាលសង្កាត់និងរដ្ឋបាលសង្កាត់គុំរាយបាទទីដែរតំណាងឲ្យក្រុមហ៊ុន GEC សម្បត្តិពិតជាមានកិត្តិយសមែនទែនក្នុងការរៀបចំដំណើរកម្សាន្ត GEC ដើម្បីសង្គមនិងទេសចរណ៍តែដំណើរកម្សាន្តនេះគឺយើងរៀបចំលើកទី4មកខាងដូចនេះមកកាន់អាហារពេលល្ងាចរបស់ GEC យុគនេះแหวกเข้าบางมันเกิดเก้าไม่อันแหวกเข้าบางแหวกเข้าบางมันเกิดเก้าไม่ชัดทักลีហើយយើងសង្ឃឹមយើងនឹងបង្កើតកម្មវិធីសប្បាយបន្ថែមទៀតជូនអតិថិជនរបស់យើងក្នុងនាទីនេះដែរសូមបងសប្បាយរីករាយជាមួយនឹងកម្មវិធីដែលយើងបានរៀបចំជាបន្តបន្ទាប់បាទសូមអរគុណការធ្វើដំណើរមកនេះរយៈពេលដែលយើងជិះឡានមកពីភ្នំពេញមកគឺពិតជារីករាយមែនទែនដែលបានចូលរួមក្នុងដំណើរកម្សាន្ត GEC ដើម្បីសង្គមនិងទេសចរណ៍ហើយនេះក៏ជាលើកទី1ដែរមកកាន់ខេត្តមណ្ឌលគិរីហើយអ្វីដែលខ្ញុំចាប់អារម្មណ៍មុនគេហ្នឹងគឺអាកាសធាតុដោយសារតែនៅនេះគឺពិតជាត្រជាក់មែនទែនថាព្រឹកថាថ្ងៃរយៈពេល2ថ្ងៃហ្នឹងដំណើរកម្សាន្តមកកាន់មណ្ឌលគិរីជាទឹកដីមួយដែលគិតថាស្អាតបរិយាកាសក៏ស្អាតបើខ្ញុំធ្វើដំណើរតាមផ្លូវគឺខ្ញុំមានអារម្មណ៍ថាតំបន់ហ្នឹងគឺវា clean អរគុណដល់ក្រុមហ៊ុន GEC ដែលគាត់បានបំពេញទៅលើដូចថាការសំណូមពររបស់ខ្ញុំកាលពីឆ្នាំទៅអញ្ចឹងណាបងក៏អរគុណធំដល់ពួកគាត់ហើយមួយវិញទៀតក៏សូមអរគុណដល់ក្រុមការងាររបស់ពួកគាត់ទាំងអស់តែគាត់បាន accompany បានwelcome យើងជាលក្ខណៈកក់ក្ដៅមែនតើចា៎អរគុណ